សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើបាយដំណើបញាត់ក្នុងសាច់ខ្នោគ្រឿងផ្សំអង្ករដំណើប1កូនចានចង្កឹះត្រាំឲ្យរីកហើយយកមកដាក់ជា3ចានដើម្បីលាយពណ៌ល័ក្ខហើយសម្រាប់ខ្ទិះដូងយើងត្រូវការអំបិលកន្លះស្លាបព្រាបកាហ្វេស្ករ3ស្លាបព្រាបាយហើយនឹងខ្ទិះដូង1កំប៉ុងដូងកោសហើយនឹងសណ្តែកលឿងសម្រាប់យើងដាក់ពីលើបង្អែមហើយយើងមានល័ក្ខហើយនេះគឺជាខ្នោយើងត្រូវវះបែបនេះឥឡូវយើងចាប់ផ្ដើមដាក់ល័ក្ខចូលទៅក្នុងអង្ករដំណើបដែលយើងត្រាំរីកហើយខ្ញុំនឹងដាក់ពណ៌ផ្កាឈូកហើយនឹងពណ៌ត្រួយចេកហើយចាំរយៈពេល5នាទីឲ្យពណ៌ល័ក្ខនឹងចូលទៅក្នុងអង្ករដំណើបឥឡូវយើងយកអង្ករដំណើបមកចំហុយហើយនេះគឺជាខ្ទិះដូងហើយក្នុងខ្ទិះដូងនេះខ្ញុំបានដាក់ស្ករហើយនឹងអំបិលពេលដែលខ្ទិះដូងពុះរួចហើយយើងបិទហ្គាសហើយអង្ករដំណើបយើងចម្អិនរយៈពេល10នាទីឥឡូវបាយដំណើបឆ្អិនហើយយើងដួសដាក់ចានក្នុងមួយចានមួយពណ៌ហើយនេះខ្ទិះដូងយើងយកមកដាក់ក្នុងបាយដំណើបច្របល់ឲ្យសព្វពេលដែលបាយដំណើបរាងត្រជាក់បន្តិចហើយចាំយើងយកដាក់ចូលទៅក្នុងសាច់ខ្នោឥឡូវបាយដំណើបរាងត្រជាក់បន្តិចហើយខ្ញុំនឹងយកមកដាក់ចូលទៅក្នុងសាច់ខ្នោឥឡូវខ្ញុំធ្វើបាយដំណើបញាត់សាច់ខ្នោរួចហើយកុំភ្លេចធ្វើញ៉ាំណាអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូអរគុណ